បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះថ្ងៃអាទិត្យដែលមានពេលអាចធ្វើវីដេអូខ្លួនឯងផ្ទាល់កន្លងមករយៈចុងក្រោយនេះបងប្អូនប្រហែលជាឃើញខ្ញុំប្រើវីដេអូ AI ច្រើនបាទដោយសាររវល់អត់មានពេលថតវីដេអូព្រោះអីរយៈនេះត្រូវការសិក្សាបន្ថែមនៅកម្មវិធីថ្មីបាទកម្មវិធីថ្មីដោយបងប្អូនឃើញរយៈនេះគឺមានកម្មវិធីថ្មីច្រើនជាពិសេសទាក់ទងជាមួយនឹងកម្មវិធីទៅរៀនថ្នាក់វិជ្ជាជីវៈ Vocational Training នៅប្រទេសប៉ូទុយហ្គាល់ដើម្បីឈានទៅរកសិទ្ធិរស់នៅក្នុងប្រទេសអឺរ៉ុបមួយហ្នឹង កម្មវិធីមានច្រើនអញ្ចឹងខ្ញុំត្រូវប្រើពេលទៅសិក្សាពីកម្មវិធីហ្នឹងអញ្ចឹងហើយបានអត់សូវមានពេលធ្វើវីដេអូក៏ប្រើ AI បាទដោយសារយើងក៏ចង់ឲ្យទាន់នៅបច្ចេកវិទ្យាបច្ចុប្បន្នសម័យនេះសម័យ AI អញ្ចឹងយើងក៏គួរតែសាកល្បងនៅអ្វីដែលថ្មីឲ្យឃើញថាវាជួយបានច្រើនបាទគឺខ្ញុំអាចមានពេលច្រើនដើម្បីសិក្សានៅកម្មវិធីផ្សេងៗទៀតដើម្បីផ្សព្វផ្សាយជូនបងប្អូនទាំងអស់គ្នាដោយបងប្អូនដឹងហើយថាក្រុមហ៊ុន Global Visa គឺជាក្រុមហ៊ុនមួយដែលឈានមុខគេផ្នែក Immigration អន្តោប្រវេសន៍ហើយនិងSecond Citizen បាទយើងគឺជាក្រុមហ៊ុនអន្តរជាតិដែលបច្ចុប្បន្ននេះយើងមាន50សាខានៅ27ប្រទេសក្នុងនោះក៏មានប្រទេសធំៗទាំងអស់ផងដែរគឺមានដូចជានៅសហរដ្ឋអាមេរិកនៅអូស្ត្រាលីនៅញូហ្សេឡង់កាណាដាអាមេរិកហុងកុងសិង្ហបុរីចិនបាទហើយនៅប្រទេសកម្ពុជាយើងក៏ជាមានមួយសាខាផងដែរហើយបើកម្មវិធីយើងវិញគឺយើងមានរហូតដល់ជាង300កម្មវិធីអញ្ចឹងមួយរយៈនេះគឺខ្ញុំពីមុនយើងធ្វើកម្មវិធីច្រើនផ្សព្វផ្សាយច្រើនតាក់ទងទៅនឹង EB3 នៅពេលដែលយើងមានបងប្អូនមួយចំនួនក៏គាត់បានសម្រេចចិត្តវិនិយោគតាមកម្មវិធី EB3 ហើយបងប្អូនមួយចំនួនទៀតគាត់គិតថាកម្មវិធី EB3 ល្អហើយប៉ុន្តែប្រើពេលយូរពេកអាច4ឆ្នាំជាងអញ្ចឹងគាត់ចង់បាននៅកម្មវិធីមួយដែលអាចប្រើពេលលឿនហើយប្រើលុយតិចអញ្ចឹងហើយបាន3-4 ខែចុងក្រោយហ្នឹងនៅរាល់ការប្រជុំជាមួយនឹង CEO ខ្ញុំតែងតែលើកសំណើថាធ្វើយ៉ាងណាឲ្យមានកម្មវិធីណាដែលយើងអាចប្រើលុយតិចហើយប្រើពេលវេលាខ្លីទទួលបានអាចមានឱកាសទទួលបានសិទ្ធិរស់នៅជាពិសេសគឺប្រទេសដែលអភិវឌ្ឍន៍ដែលអាចឲ្យកូនគាត់អាចទៅរៀនបានអញ្ចឹងមកចុងក្រោយនេះគឺយើងមានខាងអឺរ៉ុបយើងមាន2ប្រទេសដែលយើងប្រើពេលខ្លីបាទគឺចន្លោះ3ទៅ6ខែទេបាទថាត្រឹមកន្លះឆ្នាំចុះបងប្អូនអាចទៅបានហើយបាទហើយនៅក្នុងនោះមាននៅអេស្ប៉ាញគឺយើងមានវគ្គ vocational training មួយតាក់ទងជាមួយនឹងភាសាអង់គ្លេសហៅថា culinary and catering ខ្មែរយើងដូចជាតាក់ទងនឹងការផ្គត់ផ្គង់ម្ហូបអាហារការចម្អិនរចនាម្ហូបអាហារហ្នឹងបាទដែលបងប្អូនអាចមានធម្មសញ្ញាបត្រ diploma ឡើងគឺបងប្អូនអាចដាក់បានហើយទៅដល់នោះរៀនចប់5ខែហ្នឹងវគ្គគេ5ខែហ្នឹងគឺខាងក្រុមហ៊ុនជួយរកការងារឲ្យយើងធ្វើដែរនៅពេលដែលយើងមានការងារយើងអាចធានាក្រុមគ្រួសារទៅជាមួយបានទៅដល់ទីនោះគឺបងប្អូនមានសិទ្ធិធ្វើដំណើរបាន29ប្រទេសនៅតំបន់ Schengen ហ្នឹងបាទគឺមានប្រទេសដែលយើងចង់ទៅច្រើនដូចជា Swiss បារាំងអាល្លឺម៉ង់ប៉ូទុយហ្គាល់ហូឡង់បាទនឹងមានប្រទេសមួយចំនួនទៀតទៅ29ប្រទេសនៅ Schengen ហ្នឹងហើយក៏កូនអាចរៀន free រហូតដល់ទី12នៅប្រទេសអេស្ប៉ាញហ្នឹងហើយចំណុចខ្លាំងនៅប្រទេសអេស្ប៉ាញមួយដែលភាគច្រើនយើងអត់សូវបានចាប់អារម្មណ៍គឺភាសាខ្ញុំជឿថាបងប្អូនដឹងថាភាសាដែលល្បីពេញនិយមបច្ចុប្បន្នហ្នឹងគឺចិនហើយនិងអង់គ្លេសប៉ុន្តែបងប្អូនដឹងពីហ្នឹងតែដឹងថាភាសាដែលល្បីទី3ហ្នឹងគឺអេស្ប៉ាញទេអេស្ប៉ាញគឺនៅប៉ែកខាងអឺរ៉ុបប៉ែកខាងអាមេរិកគឺគេប្រើអេស្ប៉ាញច្រើនបាទហ្នឹងគឺប្រទេសមួយហើយចុងក្រោយទៀតគឺកាន់តែទូលំទូលាយជាងហ្នឹងទៀតគឺទៅប៉ូទុយហ្គាល់ហ្នឹងគឺខាងក្រុមហ៊ុន Global Visa សហការជាមួយនឹង Vocational Training School ចំនួន3បាទសាលាបណ្តុះបណ្តាលវិជ្ជាជីវៈហ្នឹង3ដែលបងប្អូនអាចជ្រើសរើសបាន25មុខវិជ្ជាបច្ចុប្បន្នហ្នឹងថ្ងៃខ្ញុំនិយាយនេះគឺ25ប៉ុន្តែយើងកំពុងតែសិក្សាបន្ថែមឲ្យមានជំនាញច្រើនជាងហ្នឹងដើម្បីឲ្យកាន់តែទូលំទូលាយត្រូវនឹងចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នា25កម្មវិធីនេះខ្ញុំគិតថាវាច្រើនគ្រប់គ្រាន់ហើយវាសុទ្ធតែជាកម្មវិធីជាមុខវិជ្ជាដែលកំពុងតែពេញនិយមគេកំពុងតែត្រូវការបាទឥឡូវខ្ញុំសូមលើកមួយចំនួនដូចជាទីមួយតាក់ទងជាមួយនឹងផ្នែក business និង administration យើងមាន business management ហើយនិង entrepreneur administrative accounting technician practice marketing administration assistant hotel reception បាទហើយក៏យើងមានវគ្គ digital marketing ហើយនឹងវគ្គតាក់ទងជាមួយម្ហូបអាហារមានវគ្គចុងភៅហើយទៀត pastry shop ហើយនិង bakery តាក់ទងរឿងធ្វើនំហើយនៅ bar ឬក៏ waiter waitress training train ទៅជាអ្នករត់តុបាទហើយនឹងផ្នែកសន្តាគារយើងមានបដិសន្តារកិច្ចហើយនឹង housekeeping អ្នករៀបចំបន្ទប់ឯហ្នឹងផ្នែក education និង child care យើងមាន physiotherapy ហើយនិង massage assistant technician តាក់ទងនឹង zero therapy នេះខ្ញុំសូមនិយាយឲ្យវែងបន្តិចដោយសារមានការចាប់អារម្មណ៍ច្រើនគឺការព្យាបាលដោយចលនាដោយសារខ្ញុំក៏ធ្លាប់បបផ្សងឯងធ្លាប់ជាប់ស្មាទេបាទគេងស្កត់ធ្ងន់ទៅក៏ទៅព្យាបាលចលនាហ្នឹងព្រោះបងប្អូនដឹងថាមួយរយៈចុងក្រោយហ្នឹងគឺយើងចាប់ផ្ដើមបដូរនៅការមិនចង់ប្រើប្រាស់ថ្នាំពេទ្យទេបើសិនជាជៀសវាងបានអញ្ចឹងយើងជាប់ស្មាជាប់ស្លាក់ជាប់អីពិបាកធ្វើចលនាពិបាកដើរអីហ្នឹងបាទគឺយើងអាចទៅរក CO therapy ហ្នឹងហើយវគ្គហ្នឹងគឺយើងរៀនចប់ក៏យើងស្រួលការងារធ្វើហើយបើសិនជាបងប្អូនគាត់ថាចង់ចប់ចង់មក
បើកនៅស្រុកខ្មែរវិញក៏បានក៏វាសម្បូរដែរធ្វើអាជីវកម្មខ្លួនឯងក៏បានដែរដោយសារគ្រប់វគ្គយើងទាំងអស់ហ្នឹងគឺចេញសញ្ញាបត្រមកទទួលស្គាល់ដល់ខាងអឺរ៉ុបគេទទួលស្គាល់តែម្ដងអញ្ចឹងយើងអាចបើកនៅស្រុកខ្មែរយើងក៏បានដែរបាទហើយនឹងមានជំនួយការពេទ្យធ្មេញពេទ្យសត្វអីចឹងទៅបាទគឺជាមានច្រើនមុខវិជ្ជាមែនទែនហើយនៅប៉ូទុយហ្គាល់នេះគឺពេលបងប្អូនទៅរៀនហ្នឹងគឺបងប្អូនអាចធ្វើការបានយើងរៀនហ្នឹងគឺវគ្គភាគច្រើនគឺមានរយៈពេល13ទៅ15ខែបាទហើយ13 12ខែដំបូងគឺបងប្អូនរៀនអនឡាញទេឬក៏អាចទៅរៀនហ្នឹងមួយអាទិត្យពីរដងហើយក៏រៀនពេលល្ងាចទេបាទហើយអញ្ចឹងសល់ម៉ោងច្រើនអញ្ចឹងបងប្អូនអាចរកការងារធ្វើបានដើម្បីរកលុយគ្រប់គ្រងជីវភាពហើយក៏អាចនាំកូននាំគ្រួសារទៅបានបាទយើងអាចដាក់ទៅជាមួយគ្នាបានកម្មវិធីហ្នឹងហើយត្រង់នោះយើងអាចធ្វើដំណើរបាន24 present ក៏នឹងដូចគ្នាហើយកូនរៀន free រហូតដល់ទី12រៀនខ្លួនឯងបង់លុយបាទមួយ course ហ្នឹងមាន2000ជាង1000ជាងអញ្ចឹងទៅប៉ុន្តែកូនរៀន free អញ្ចឹងយើងយកថ្លៃសាលាកូនមកគិតក៏ចំណេញដែរបាទហើយយើងមានសិទ្ធិធ្វើដំណើរចង់ទៅលេងបងប្អូននៅបារាំងនៅអាល្លឺម៉ង់អីគឺបានសេរីហើយនៅពេលដែលបងប្អូននៅនឹងបាន5ឆ្នាំបងប្អូនអាចស្នើសុំគេថា permanent resident បានពេលបាន permanent resident គឺបងមានសិទ្ធិនៅអចិន្ត្រៃយ៍ហ្នឹងហើយបើសិនជាបងប្អូនមានលក្ខខណ្ឌល្អបងប្អូនកុំមានមិនបាច់ apply យក permanent resident apply យក EU long term resident វិញ EU long term resident ហ្នឹងវាខុសពី permanent resident បន្តិចត្រង់ថាបើសិនជាបងប្អូនមាន permanent resident ហ្នឹងគឺសម្រាប់តែប្រទេសហ្នឹងទេតែបើបងប្អូនមាន EU long term resident បងប្អូនអាចមានភាពងាយស្រួលច្រើនសម្រាប់បងប្អូនដែលមានបំណងចង់មកធ្វើការរស់នៅប្រទេសបារាំងឬក៏ប្រទេសផ្សេងទៀតនៅក្នុងតំបន់សិនក៏ហ្នឹងដោយសារនៅប្រទេសបារាំងគឺមានការចាប់អារម្មណ៍ច្រើនបងប្អូនច្រើនមែនទែនគាត់ចង់ទៅនៅទៅធ្វើការហ្នឹងប៉ុន្តែចង់និយាយថាឥឡូវហ្នឹងគឺពិបាកខ្លាំងមែនទែនកម្មវិធីចង់ទៅធ្វើការនៅបារាំងគឺពិបាកខ្លាំងមែនទែនខ្ញុំផ្សាយកម្មវិធីនៅបារាំង2ប្រហែលជាបងប្អូនមួយចំនួនគាត់មិនទាន់យល់ច្បាស់ពីកម្មវិធីហ្នឹងឬក៏ការផ្សាយរបស់ខ្ញុំហ្នឹងមិនទាន់លម្អិតគ្រប់គ្រាន់ទេពួកគាត់យល់ដឹងបានគាត់តែងតែនិយាយថាមិនមានកម្មវិធីទេនៅបារាំងពិបាកសពមួយថាការផ្សាយរបស់យើងនឹងមិនពិតអីចឹងតាមពិតគាត់និយាយហ្នឹងគឺត្រូវមួយជ្រុងបាទគឺទៅបារាំងពិបាកមែនប៉ុន្តែកម្មវិធីដែលខ្ញុំផ្សាយពីហ្នឹងគឺអត់មានកម្មវិធីទៅធ្វើការទេបងប្អូនចង់ទៅធ្វើការជា unskill អ្នករត់តុកអីហ្នឹងគឺអត់មានទេតើបានទេកម្មវិធីមួយគឺកម្មវិធីដែលយើងទៅរស់នៅគេហៅថាមាន passive income កម្មវិធីនេះក៏មិនស្រួលដែរបងប្អូនគាត់ថាអូមិនក៏មកបារាំងស្រួលមែនគាត់ធានាបងប្អូនគាត់ពិបាកគឺពិបាកមែនខ្ញុំទទួលថាពិបាកមែនសឹងតែមិនអាចទៅរួចតែកម្មវិធីលក្ខខណ្ឌខ្ពស់បងប្អូនចំណូល passive 1443យូរ៉ូជាងប្រហែល$1600អាមេរិកបងប្អូនគិតមើលបើមានផ្ទះជួលមានចំណូល passive ជាផ្ទះជួលខ្លាំងជួលបាន1000ជាងហ្នឹងតើបងប្អូនត្រូវមានផ្ទះតម្លៃប៉ុន្មានហើយបើផ្ទះយើងត្រឹម$5-60000ជួលបាន700ណាអញ្ចឹងដល់មក1000ជាងដល់បងប្អូនត្រូវមានផ្ទះប៉ុន្មានវិឡាមួយតម្លៃ1លាន2លានជួលបាន3000ណាអញ្ចឹងវាលក្ខខណ្ឌខ្ពស់ហើយត្រូវតម្រូវតម្កល់លុយក្នុងកុងឲ្យគេឃើញហ្នឹង62000យូរ៉ូទៀតហើយបងប្អូនទៅដល់នោះកម្មវិធីហ្នឹងគឺអត់មានសិទ្ធិធ្វើការទេគឺបងប្អូនទៅរស់នៅបានអញ្ចឹងហើយបានគេទាមទារឲ្យយើងមានចំណូល passive ស្រុកខ្មែរគឺយកចំណូលទៅចាយយើងទៅចាយលុយមិនមែនទៅធ្វើការទេបើបងប្អូនចង់ធ្វើការនៅបារាំងអត់បានទេបាទហើយកម្មវិធីមួយទៀតតើបើអាជីវកម្មតម្រូវបងប្អូនមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតឬមួយក៏បទពិសោធន៍ជាអ្នកគ្រប់គ្រងនោះ5ឆ្នាំឡើងលក្ខខណ្ឌខ្ពស់ដែរបងប្អូនខ្ពស់ហើយអនុបណ្ឌិតនឹងមួយទៀតត្រូវទៅដល់នោះគឺបើកអាជីវកម្មមានទុនចាប់ពី30000យូរ៉ូឡើងតែទៅនឹងទុននឹងមួយទៀតបងប្អូនខ្លះគាត់យកតែចំណុចទុននឹងមកនិយាយគាត់ថាមាន30000មកនៅស្រួលម៉េះប្រាំង30000ហ្នឹងគឺជាលក្ខខណ្ឌមួយឯងបងប្អូនលក្ខខណ្ឌទៀតគឺបងប្អូនត្រូវមានសញ្ញាបត្រ Master ឬក៏បទពិសោធន៍ជា Manager 5ឆ្នាំឡើងហើយទៅនោះមិនមែនទៅធ្វើការទៀតគឺទៅបើកអាជីវកម្មហើយគាត់ថាបើកអាជីវកម្មឯងលុយ30000បើកអីគ្រាន់ទិញហាងមិនគ្រាន់បើសិនជាបងប្អូនគិតទៅលើការបើកអាជីវកម្មបែបប្រពៃណីបែប traditional គឺអត់គ្រាន់ទេបាទ30000ធ្វើអត់ការទេការលើកឡើងបងប្អូនគឺអត់ខុសទេប៉ុន្តែមាន business មួយចំនួនគឺបងប្អូនមិនចាំបាច់មានលុយដល់ប៉ុណ្ណឹងផងខ្ញុំមានតែ computer មួយនេះក៏អាចធ្វើបានធ្វើឲ្យគេបាទដូចជាយើងជាអ្នក designer ជា fashion designer ជា architecture ដែលយើងអាចធ្វើការដែលមាន computer មួយធ្វើពីផ្ទះបាយក៏បានដែរអញ្ចឹងគាត់ចាំបាច់ប្រើទុនដល់30000ផងបាទអ្នកខ្លះគាត់ខាង fashion design គាត់ design ជា mode គ្រឿងអលង្ការ mode សម្លៀកបំពាក់គាត់អត់ចាំបាច់ត្រូវទៅបើកហាងអស់លុយច្រើនទេបាទនេះក៏ចង់និយាយអញ្ចឹងសួរថាអ្នកដែលមានសមត្ថភាពធ្វើអញ្ចឹងបានគឺគាត់ក៏អ្នកបកកែខ្លាំងដែរបាទហើយមួយទៀតទៅរស់នៅប្រទេសបារាំងហ្នឹងបើបងប្អូនចង់បានសិទ្ធិនៅអចិន្ត្រៃយ៍ដែលយើងទទួលទៅហៅថាការហៅកាតនិយាយថាបានកាតនៅនោះក៏អត់ស្រួលដែរបងប្អូនខ្លះគាត់ថាគាត់មកនៅ30-40ឆ្នាំមកអត់បានផងវាជារឿងពិតព្រោះរយៈពេលដែលបងប្អូននៅវាគ្រាន់តែត្រូវលក្ខខណ្ឌមួយទេត្រូវនៅបានលើស5ឆ្នាំអញ្ចឹងបងប្អូនបាននៅ10-20ឆ្នាំមែនតែបងប្អូនអត់ចេះភាសាបងប្អូនអត់ទាន់ដល់កម្រិតបងប្អូនមិនទាន់មានចំណូលដល់កម្រិតបងប្អូនមិនទាន់មានចំណេះដឹងទៅលើសង្គមគេទៅលើសេដ្ឋកិច្ចគេអញ្ចឹងបងប្អូនអត់ជាប់ប្រឡងអត់ជាប់យកសញ្ជាតិអត់បានយកសិទ្ធិនៅចិនត្រៃអត់បានបាទព្រោះគ្រាន់តែលក្ខខណ្ឌភាសាមួយគឺធ្ងន់បើសិនជាបងប្អូនអត់ចេះពីយើងទៅបច្ចុប្បន្ននេះឆ្នាំ2026អ្នកដែលចង់បានសញ្ជាតិបារាំងកម្រិតភាសា B2
បើគិត IELTS អាច6ចុច7ចុចទេគិតអង់គ្លេសបាទហើយបើ B2 អាចធ្វើគ្រូបារាំងបានអញ្ចឹងបងប្អូនខ្លះគាត់បារាំងគាត់នៅបោយនៅឡើយគាត់ធ្វើមិនបានគាត់ត្រូវតែលក្ខខណ្ឌមួយនៅបានយូរហ្នឹងបាទអញ្ចឹងបងប្អូនប្រទេសមួយគេមានលក្ខខណ្ឌគេផ្សេងគ្នាហើយលក្ខខណ្ឌមួយចំនួនបងប្អូនចាំតែលក្ខខណ្ឌចាស់ឯងបាទគេអាប់ដេតរហូតសូម្បីខ្ញុំនៅទីនេះខ្ញុំទទួលការ training រហូតកម្មវិធីបារាំងមួយគឺ train ខ្ញុំប្រហែលដងអានឹងគ្រាន់តែយើងមកយល់ពីកម្មវិធីហ្នឹងដើម្បីអាចផ្សព្វផ្សាយបានផងយើងមានក្រុមការងារយើងគាត់ទៅបុកលើ Global Visa 800នាក់ជាង800នាក់ហើយយើងមានអ្នកកាន់កម្មវិធីមួយច្បាស់លាស់ពួកខ្ញុំគ្រាន់តែជា consultant ជាប្រឹក្សាយោបល់ទេមិនអាចធ្វើបានទេយើងអត់មានចំណេះដឹងទៅដល់នោះទេតែគេមានក្រុមដូចថាឥឡូវបងប្អូនកម្មវិធីទៅ Portugal មួយមានមួយ department មនុស្សមួយ team គាត់ធ្វើការងារនឹងសតគឺគាត់ធ្វើអាហ្នឹងចឹងគាត់ច្បាស់ចំណែកពួកខ្ញុំបើថាធ្វើអត់ច្បាស់បាទបានតែផ្សព្វផ្សាយប្រឹក្សាយោបល់ប៉ុណ្ណឹងដល់ពេលធ្វើមែនតើគឺពួកគាត់ទេឥឡូវយើងបកមក Portugal យើងវិញនៅពេលបងប្អូននៅបាន5ឆ្នាំយក EU long term resident បងប្អូនចង់ទៅធ្វើការនៅបារាំងនៅអីប្រទេសផ្សេងៗទៀតវាមានភាពងាយស្រួលច្រើនជាងដែលបងប្អូនអត់មានឬក៏ទៅពីស្រុកខ្មែរទៅដូចខ្ញុំលើកឡើងហ្នឹងសឹងតែមិនអាចដល់នោះមិនពិបាកខ្ញុំមាននិយាយថាមិនពិបាកស្រួលច្រើនមែនតើនៅពេលបងប្អូនមាន EU long term resident សុំកុំច្រឡំមិនមែន permanent resident របស់ប្រទេសណាមួយហ្នឹងទេបាទ EU long term resident ហើយនៅពេលដែលបងប្អូននៅបាន10ឆ្នាំច្បាប់ Portugal បដូរពីមុន5ឆ្នាំមានកម្រិតភាសា A2 បាទ A2 A2 ហ្នឹងគឺបងប្អូនអាចយកសញ្ជាតិបានតែឥឡូវហ្នឹងមិន5ឆ្នាំគឺ10ឆ្នាំបាទ10ឆ្នាំបងប្អូននៅប្រហែល10ឆ្នាំបងប្អូនអាចចូលសញ្ជាតិ Portugal បានហើយបាន passport វាហើយដូចវីដេអូខ្ញុំមុនគឺមានការចាប់អារម្មណ៍ច្រើនមែនទែនបងប្អូនចង់បាន passport Portugal ប៉ុន្តែបងប្អូនបើបងប្អូនមិនបានចូលសញ្ជាតិគេមិនបានរស់នៅនឹងទេឬក៏បងប្អូនវិនិយោគតាមកម្មវិធី Golden Visa ដែលប្រើពេល10ឆ្នាំដូចគ្នាបងប្អូនអាចធ្វើបានទេមិនថាយើងនឹងធ្វើ passport នឹងបានទេហើយ passport Portugal ហេតុអីគេចាប់អារម្មណ៍ដោយសារអាចធ្វើដំណើរបាន190ប្រទេសជាងអត់ចាំបាច់ស្នើសុំវីសាសឹងតែមកពិភពលោកមានតែប្រទេសធំទៀតអូស្ត្រាលីញូហ្សេឡង់កាណាដាអាមេរិកអង់គ្លេសអឺរ៉ុបហើយនិងអាស៊ីបូកចូលគ្នា190ប្រទេសសឹងតែមកពិភពលោកហើយអញ្ចឹងបានគេចង់បានច្រើនចឹងបានចង់និយាយថាមួយរយៈនេះខ្ញុំប្រើ AI ច្រើនមកទីមួយបន្ធូរថយកម្លាំងខ្ញុំអាចមានពេលវេលាច្រើនទៅសិក្សារកកម្មវិធីបន្ថែមទៀតហើយតាក់ទងមួយ Portugal ជាពិសេសហ្នឹងគឺបងប្អូនចាប់អារម្មណ៍ច្រើនបាទបងប្អូនក៏ចង់ដឹងពីការរស់នៅប្រទេសហ្នឹងច្រើនហើយខ្ញុំបានទៅម្ដងខ្ញុំក៏បានធ្វើវីដេអូចែកម្លែកបងឲ្យមើលវីដេអូខ្ញុំមុនទៅហើយក្នុងពេលខ្លីខាងមុខហ្នឹងខ្ញុំនឹងទៅភាសាទៀតដើម្បីយកព័ត៌មានការរស់នៅប្រចាំថ្ងៃឬក៏វគ្គសិក្សាឬក៏សាលារៀនការស្នាក់នៅផ្សេងៗហ្នឹងឲ្យបានកាន់តែលម្អិតដើម្បីចែកម្លែកដល់បងប្អូនអរគ្នាអញ្ចឹងសូម follow page នេះដើម្បីទទួលបានព័ត៌មាន update សម្រាប់កម្មវិធីទៅនៅបរទេសបាទអញ្ចឹងសូមអរគុណ